បាទហ្នឹងហើយបងប្អូនចឹងថ្ងៃនេះខ្ញុំបង្ហាញបងប្អូនយើងអំពីកង្កែបដែលអឺវាឃ្លានចំណីឬក៏កង្កែបដែលយើងដាក់ចំណីទៅស៊ីមិនសូវខែបអញ្ចឹងបងប្អូនមើលទៅពោះវាមិនសូវជាប៉ោងទេបាទពោះវារាងកាហេតុណាបាទអញ្ចឹងគឺកែបនេះបញ្ជាក់ថាយើងស្ទើរចំណៃហើយគឺក៏កែបនេះវាឃ្លានចំណីខ្លាំងហើយបើយើងដាក់ចំណីទៅគឺវាលោតវិញតែនឹងអញ្ចឹងណាបាទអញ្ចឹងបើសិនជាកង្កែបយើងឃើញអាការៈឬក៏សភាពបែបហ្នឹងគឺយើងត្រូវដាក់ចំណីឲ្យច្រើនណាបាទដាក់ចំណីឲ្យច្រើនជាផ្សេងកង្កែបយើងមើលទៅដូចមិនសូវមានសម្បុកពោះអីសោះបាទគោមណាបាទអញ្ចឹងគឺយើងត្រូវតែបុកចំណីណាបុកចំណីនេះមកន័យថាដាក់ចំណីឲ្យច្រើនបាទដាក់ចំណីឲ្យច្រើនទៅដើម្បីឲ្យវាស្ទុះណាបាទដើម្បីវាស្ទុះបាទអញ្ចឹងហ្នឹងគឺបង្ហាញបងប្អូនអំពីសុខភាពបាទជាស្ដាយនៃកង្កែបដែលថាវាស្គមឬក៏កង្កែបដែលវាឃ្លានចំណីឬក៏កង្កែបដែលស៊ីចំណីយើងស៊ីឲ្យវាស៊ីឲ្យគ្រប់គ្រាន់ណាមិនថាវាស៊ីកង្កែបចិញ្ចឹមវានៅក្នុងទ្រុងវាចាំតែយើងឲ្យស៊ីទេបងប្អូនណាបាទអញ្ចឹងបើថាយើងជាអ្នកឲ្យវាស៊ីប៉ុណ្ណាយើងជាម្ចាស់ឲ្យវាស៊ីប៉ុណ្ណាវាស៊ីបានប៉ុណ្្នឹងឯងអត់ដូចថាយើងចិញ្ចឹមបលែងឬក៏ចិញ្ចឹមក្នុងវាលស្រែក្នុងអីទេ